បាទចំពោះវីដេអូនេះគឺយើងសិក្សាពាក្យធ្លាប់ដែរប៉ុន្តែយើងអត់ប្រើ have to ទេបាទគឺយើងប្រើពាក្យ ever បាទ ever បាទការប្រើប្រាស់ ever គឺធ្លាប់បាទគឺត្រង់ចំណុចនេះ ever គឺធ្លាប់ឆ្លងកាត់បទពិសោធន៍បាទកាលណាយើងធ្លាប់ឆ្លងកាត់បទពិសោធន៍ធ្លាប់រៀនធ្លាប់ធ្វើការអីអញ្ចឹងណាបងប្អូនគេប្រើ ever បាទ ever បាទពាក្យ everច្រើនប្រើនៅក្នុង present perfect tense បាទអញ្ចឹងពាក្យ ever នេះគឺច្រើនប្រើប្រាស់នៅក្នុង perfect tense ប្រែថាធ្លាប់ណាបងប្អូនធ្លាប់ឆ្លងកាត់បទពិសោធន៍អីអញ្ចឹងជាដើមមកបាទហើយរបស់សំណួរដើម្បីសួរថានរណាម្នាក់ធ្លាប់បានធ្វើឬក៏អ្វីមួយដែលឬទេបាទគិតមកទល់បច្ចុប្បន្នមានន័យថាពីមុនរហូតមកដល់បច្ចុប្បន្នហ្នឹងគឺគាត់បានធ្វើអ្វីអញ្ចឹងបងប្អូនបាទតោះអញ្ចឹងយើងមើលតម្រងរបស់វាគឺប្រយោគសំណួរ how has បាទ how នេះយើងប្រើជាមួយ he she it បាទhow ប្រើជាមួយ IUVD and has នេះគេប្រើជាមួយ he she it បាទ how has plus subject plus ever plus verb 3បាទ verb 3នេះគឺជា verb ខ្ទង់ទី3បងប្អូនដូចជា do did done អញ្ចឹង do នឹង verb ខ្ទង់ទី1 did ខ្ទង់ទី2 and done ខ្ទង់ទី3បាទគេខ្ទង់ទី3គេសម្រាប់ប្រើនៅក្នុង present perfect នឹងទៅបាទអញ្ចឹង how has plus subject plus ever បាទ ever ប្រើធ្លាប់ plus verb ខ្ទង់ទី3បាទអញ្ចឹងយើងមើលឧទាហរណ៍ទាំងអស់គ្នា Have you ever been to Angkor Wat បាទ Have you ever been to Angkor Wat បាទតើអ្នកធ្លាប់ទៅលេងប្រាសាទអង្គរវត្តទេបាទតាអានទាំងអស់គ្នា Have you ever been to Angkor Wat បាទតើអ្នកធ្លាប់ទៅលេងប្រាសាទអង្គរវត្តទេបាទតាអញ្ចឹងយើងអានប្រយោគទី2បាទ has he ever eaten Khmer noodle បាទ has he ever eaten Khmer noodle បាទខ្មែរ noodle នឹងប្រែថានំបញ្ចុកណាខ្មែរ noodle បាទ eat នឹងប្រែថាញ៉ាំបាទ ever ប្រែធ្លាប់អញ្ចឹងទៅបាទhe នឹងប្រែថាគាត់ has តើបាទតើគាត់ធ្លាប់ញ៉ាំនំបញ្ចុកខ្មែរទេបាទអញ្ចឹងបងប្អូនអានឡើងវិញទាំងអស់គ្នាតើ Have you ever been to Angkor Wat បាទតើអ្នកធ្លាប់ទៅលេងប្រាសាទអង្គរវត្តទេ Has he ever eaten Khmer noodle តើគាត់ធ្លាប់ញ៉ាំនំបញ្ចុកខ្មែរទេបាទអរគុណបងប្អូនសូមកិច្ចការយើងធ្វើដូចមុនគឺបង្កើតប្រយោគសំណួរទាក់ទងជាមួយនឹង How has ហើយតម្លាក់នៅក្នុង comment ខាងក្រោមបាទសូមអរគុណបាទ